គេធ្វើគេបញ្ចេញត្រួយនៅពេលផ្កាប្រវៃនេះមួយសាហើយបន្ទាប់មកទៀតស្លឹកត្រួយនឹងចាស់លាផ្ការបស់យើងចាប់ផ្ដើមបែកទៅជាល្មមចាអញ្ចឹងមានន័យថាចាប់ពីក្តឹបប៉ុណ្ណឹងយើងអត់មានហានិភ័យក្នុងការចេញត្រួយទេចាគឺវាចេញក៏យើងអាចទប់ជាប់ដែរបាទតែបើសម្រាប់យើងអាចបានបញ្ចេញត្រួយនៅពេលនោះអញ្ចឹងកាលណាដែលក្តឹបចាប់ពីក្រោម60ថ្ងៃហានិភ័យជាងគេគឺក្តឹប45ថ្ងៃចាប់ពីបែកផ្កាទៅ45ថ្ងៃក្តឹបចាប់ផ្ដើមប៉ុណ្ណេះទៅប៉ុណ្ណឹងមានត្រួយមកគឺតម្លាក់អស់តម្លាក់ខ្ទេចហ្មងខ្ញុំគាត់នៅមកពីបនសពតាហើយគាត់ឃើញតនដៃតនជើងប្រយអស់ហលីងហ្មងតែយើងមានវិធីសាស្ត្រទប់វាប៉ុន្តែមិនថាវាបាន50វាបាន100%ទេចាបាទអញ្ចឹងទី1ដាក់ជីគុលបាទដាក់ជីគុលហ្នឹងគឺជីណាដែលលើកមានប៉ូតាស្យូមខ្ពស់ចាបាទយកជីណាដែលមានប៉ូតាស្យូមខ្ពស់ហើយទី2បាញ់ទៅលើស្លឹកទៀតវាឲ្យវានៅរក្សាតម្រង់តូចដែរអត់ទាន់ឲ្យវាលាស្លឹកទេចាបាទទីទៀតវាអញ្ចឹងមកយើងទប់ជាប់កុំពាក់ដីខ្លាំងហើយបន្ថយទឹកបន្តិចកុំដល់ណាដាក់វាចាចាតែយើងបងនេះ3ដើមនេះត្រូវនេះវានេះ2ដើមនេះ2ដើមនេះកាត់ស្មៅហើយជំនួយរើសវាចា2ដើមនេះពីនេះដើមនេះក៏បានផ្លែច្រើនដែរនេះឆ្នាំនោះឲ្យគាត់ដល់កាត់ចុងងាប់នេះចោលអស់នោះងាប់ស្គយចុងឆ្កួយខាងលើនោះត្រូវកាត់ចោលផងចាទុកឲ្យវាតែសឹកនៅល្អដែរព្រោះឆ្កួយនឹងនាំរឿងទេព្រោះហ្នឹងចាបាទខជាជំងឺបាត់លោហើយកាត់ចោលអស់ហ្មងចាពីដើមនេះជំងឺហ្នឹង